ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតជៀនបុកល្ហុងសាច់គោអាំងក៏ដូចជាកាហ្វេភេសជ្ជៈគ្រប់មុខមួយចាដែរភ្ញៀវរបស់យើងគាត់បានកំងណាជាលក្ខណៈប្រភេទស្លាបកោងតបូលសាំងអាស័យចាថ្ងៃនេះរៀងប្លែកបន្តិចធ្លាប់តែរត់ដងຂະຫນាតធំបែបហ្នឹងយើងប្រើតបូលស្បែកដល់ពេលថ្ងៃហ្នឹងចង់ជាប់មាត់ទៅតបូលស្បែកតែកាពិតទៅថ្ងៃនេះគឺភ្ញៀវរបស់យើងគាត់កំងយកជាតបូលសាំងអាស័យចាមានអីស្អាតមួយយ៉ាងដែរខាងក្រោមមានក្រែអ៊ីសូឡង់ក្រែអីចឹងទៅចាឥឡូវយើងមកមើលពីអតិថិរបស់យើងវិញខាងក្រោមនេះគឺយើងមានកាងមានអីដាក់ធុងតកកដូចយើងរត់ដល់អញ្ចឹងចាហើយខាងក្នុងគឺមានទ្វារបិទបើកដាក់អីវ៉ាន់ចាក់សោបានទ្វារហ្នឹងគឺយើងអាចបិទបើកទាំងខាងមុខនិងខាងក្រោយចាទ្វារពីរណាហើយទូកញ្ចក់របស់យើងខាងមុខក៏យើងប្រើ2ថ្នាក់3ប្រឡោះទាំងទៀបបែបនេះចាដាក់តាមបន្លែតាំងសាច់តាំងគ្រឿងប្រហិតឬក៏សាច់គោរបស់គាត់នឹងបានមកចប់ចាហើយអាចំហៀងនេះក៏2ថ្នាក់3ប្រឡោះដូចគ្នាចាវែងបែបហ្នឹងហើយសម្រាប់ទូកញ្ចក់របស់យើងគឺប្រើ5លីពេញតែម្ដងចាមានមេមានអីដាក់ឲ្យសម្រាប់ទូវែងអញ្ចឹងណាហើយខាងក្រោយនេះដែរក៏យើងមានជើងចក្រានមួយសម្រាប់ដាក់កម្ដៅពងទាកូនហើយក៏ដូចជាចក្រានមួយសម្រាប់អាំងសាច់គោអាំងឬក៏អាំងត្រីអាំងស្លាប់មាន់ឬក៏អាំងអីក៏បានដែរចានិយាយរួមទៅអាស្រ័យទៅលើយើងកែច្នៃទេព្រោះដោយសារវាធំដែរអញ្ចឹងណាហើយខាងលើគឺយើងមានបិទរូបភាពបិទអីដូចតែយើងរត់ដងនឹងដែរទេចាខាងក្រោយនេះក៏យើងមាន space បន្តិចសម្រាប់រៀបចំឬក៏វេចខ្ចប់អីនៅខាងក្រោយនឹងបានហើយខាងមុខនេះក៏យើងចោះធុងទឹកកក150លីត្រចាហើយខាងលើហ្នឹងគឺយើងមានតនើមានអីដាក់អីវ៉ាន់ដូចតែយើងរត់ដងអញ្ចឹងហើយមិនដាក់បានតែអីវ៉ាន់កពុកចានឬក៏ថង់ឬក៏កែវស្នោអីផ្សេងទេចាគឺអាចដាក់អីវ៉ាន់ធូនដូចជាតុកដូចជាកៅអីចានឆ្នាំងអីនៅលើនឹងបានមកចប់តែម្ដងចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការមិនថាប្រភេទតេសកំងបែបហ្នឹងឬក៏លក្ខណៈប្រភេទតេសកំងសម្រាប់លក់បាយឆាមីឆាកាទៀវម្ហូបកំងឬក៏កាហ្វេភេសជ្ជៈគ្រប់មុខអីនេះគឺអាចធ្វើការកំងបានចាតាមរយៈ page នេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ page មេជាងសិប្បកម្មធ្វើរទេះគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ